ស្រះឈូកមួយកន្លែងក្នុងស្រុកសង្កែក្លាយជាតំបន់កំសាន្តសម្រាប់អ្នកខេត្តបាត់ដំបងមានមនុស្សជាច្រើនពិសេសគឺក្រុមយុវវ័យបានធ្វើដំណើរជាហោហែទៅអង្គុយកំសាន្តបែបលំហែកាយនិងហូបចំណីអាហារប្លែកៗនាពេលល្ងាចដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅមាត់ស្រះឈូកដែលកំពុងរីកស្គុះស្គាយនៅក្នុងបឹងទីតាំងដែលកំពុងល្បីតៗគ្នាអំពីទេសភាពនាពេលល្ងាចនិងមានចំណីអាហារជាច្រើនប្រភេទគឺមានទីតាំងក្នុងភូមិមណ្ឌលវិលឃុំមណ្ឌលវិលស្រុកសង្កែខេត្តបាត់ដំបងដែលនៅទីនោះគេសង្កេតឃើញមានស្រះឈូកចំនួន2កន្លែងជាប់គ្នាដែលឡែកនៅមាត់ស្រះឈូកគឺជាទីធ្លាយ៉ាងទូលាយនិងមានប្រជាពលរដ្ឋលក់នំចំណីជាច្រើនប្រភេទសម្រាប់ជាតម្រូវការរបស់ភ្ញៀវទេសចរនិងក្រុមយុវវ័យដែលទៅកម្សាន្តនៅទីនោះលោកសួនរដ្ឋាជាអ្នកលក់ណែមអាំងសង្វាក់អាំងនិងពងទាកូនបានរៀបរាប់ថានៅទីតាំងខាងលើនេះកាលពីមុនមិនសូវមានភ្ញៀវទេសចរមកលេងនោះទេដោយសារមិនសូវមានអ្នកស្គាល់ព្រោះបើធ្វើដំណើរតាមផ្លូវបេតុងចំពីក្រោយផ្សារអន្លង់វិលឆ្ពោះទៅកាន់ស្រះឈូកនេះគឺមានចម្ងាយប្រមាណ4គីឡូម៉ែត្រប៉ុន្តែមួយរយៈចុងក្រោយនេះដោយសារសម្បូរអ្នកបង្ហោះរូបភាពតាមបណ្ដាញសង្គមដោយបង្ហាញនៅទេសភាពស្រះឈូកដ៏ស្រស់ស្អាតនិងចំណីអាហារជាច្រើនមុខក៏ស្រាប់តែមានភ្ញៀវមកលេងជាហូរហែពិសេសគឺក្រុមយុវវ័យដែលគេនាំគ្នាមកអង្គុយហូបចំណីអាហារប្លែកៗទៅតាមតុកៅអីដែលអ្នកលក់បានរៀបចំនៅតាមមាត់ស្រះលោកបានបន្តថាក្រុមអាជីវករដែលលក់ចំណីអាហារនៅទីនេះក៏ត្រូវបានម្ចាស់ដីសុំឲ្យជួយបង់កន្លែងពី3,000រៀលទៅ12,000រៀលក្នុងមួយថ្ងៃទៅតាមទំហំទីតាំងដែលបានលក់ហើយម្ចាស់ដីក៏បានបេះផ្លែឈូកយកមកដាក់លក់ភ្លាមៗនៅទីនោះដែរដោយចាប់ពីម៉ោង4ល្ងាចគឺមានអ្នកទៅកម្សាន្តបណ្ដាដោយសារជាពេលមេឃចាប់ផ្ដើមត្រជាក់គូបញ្ជាក់ដែរថារយៈពេលប្រមាណជាង1ខែមកនេះទីតាំងស្រះឈូកចាប់ផ្ដើមមានភ្ញៀវកម្សាន្តច្រើនគួរសមដែលធ្វើឲ្យអ្នកលក់ចំណីអាហារមានការសប្បាយរីករាយក្នុងការលក់ដូរដើម្បីឲ្យបានកម្រៃចិញ្ចឹមគ្រួសារដែលទីតាំងនេះគ្រាន់តែជាចំណែកមួយនៅក្នុងទីតាំងជាច្រើនទៀតក្នុងខេត្តបាត់ដំបងសម្រាប់ឲ្យភ្ញៀវទៅកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ